1 2 3 go អូខេតាមអញ្ចឹងយើងរៀនអំពី future tense នៅក្នុងលំហាត់ប្រវត្តិរបស់យើងរៀនឲ្យមកចប់បណ្ដោយពាក់ព័ន្ធជាមួយនឹងការអនាគតកាលគឺមាន4តម្រងយើងមាន4តម្រងអញ្ចឹងតម្រងទី1គឺ simple future simple future យើងអាច zoom ក៏បានដែរ zoom ណា simple future គឺមានន័យថាអនាគតហ្នឹងគឺជាអនាគតដែលគេបញ្ជាក់រឿងធម្មតាហេតុអីបើវាជារឿងធម្មតាដោយសារការប្រើប្រាស់របស់វា usage របស់វាគឺបែបនេះ when you decide to do something at the exact moment of speaking or when making a promise offer or general prediction នៅពេលណាដែលយើងសម្រេចចិត្តក្នុងការធ្វើអីមួយនៅពេលវេលាណាជាក់លាក់ណាមួយណាឧទាហរណ៍ថាឥឡូវឈរនិយាយថាដល់ផ្ទះវិញខ្ញុំនឹងធ្វើម្ហូបចាំមានន័យថាយើងនិយាយឥឡូវយើងសម្រេចចិត្តឥឡូវថាយើងនឹងធ្វើអីនៅពេលក្រោយអញ្ចឹងអាហ្នឹងគឺជាសកម្មភាពមួយដែលអត់ទាន់កើតឡើងទេយល់ទេមានន័យថាយើងសម្រេចថាយើងនឹងធ្វើវានៅពេលណាមួយប៉ុន្តែគឺជាការគឺជាពេលវេលាមួយដែលយើងកំពុងសម្រេចទៅយល់ឆ្ងាយយល់អញ្ចឹងនិយាយថាចាំមានអ្នក you decide មានថានៅពេលដែលអ្នកឯងសម្រេចចិត្តក្នុងការធ្វើអីមួយនៅពេលវេលាដែលអ្នកឯងកំពុងនិយាយហ្នឹងថាយើងត្រូវធ្វើអីឬក៏ when making a promise ឬក៏នៅពេលដែលយើងបង្កើតសន្យាជាធម្មតាពេលដែលយើងសន្យាទៅណាម្នាក់គឺយើងនិយាយឥឡូវមួយគេមែនទេថាឧទាហរណ៍ថាខ្ញុំនឹងថែរក្សានាងឲ្យបានល្អឥឡូវគេថាយើងនិយាយចំពោះអ្នកគេម្នាក់ពុកអនាគតឲ្យក្មេកយើងណាអូខេឬក៏ offer មានន័យថាការផ្ដល់ឬក៏ general prediction មានន័យថាការដែលយើង predict ហ្នឹងគឺមានន័យថាព្យាករណ៍ថារឿងអីមួយនឹងកើតឡើងតោះទេយកឈ្មោះនិយាយអត់អញ្ចឹងត្រឡប់មកវិញ simple future គឺរៀបរាប់ទី1អ្វីដែលយើងសម្រេចថាយើងនឹងធ្វើទី2គឺនិយាយពាក់ព័ន្ធជាមួយនឹងការបង្កើតសន្យាថាយើងនឹងធ្វើអីសម្រាប់នរណាម្នាក់ហើយមួយទៀតគឺការផ្ដល់ឲ្យឬក៏ជាការព្យាករណ៍ទៅលើអ្វីមួយដែលសារតែយើងមានហេតុផលឬក៏អំណះណាយើងមើលមេវាខ្វៅរងឹតខ្លាំងណាស់តោះមកយើង predict យើងព្យាករណ៍ថាវានឹងភ្លៀងជាយើងប្រើនៅក្នុង future simple អញ្ចឹង simple future តម្រងរបស់វាយើងមាន subject បូកជាមួយនឹង will ហើយបូកមួយ verb 1អញ្ចឹង verb នេះគឺអត់ប្រែប្រួលទេ verb នេះគឺវានៅតែដដែលអត់មានថែមអីទាំងអស់ឬក៏ teacher ដាក់ verb 1ប៉ុន្តែដើម្បីឲ្យត្រូវគឺ teacher ដាក់ verb bs មិន verb boyfriend ទេណា verb អី bs នេះ bs បែអីbest for ណា best for មានន័យថាចាំដែរមិនប្រែប្រួលអូខេអញ្ចឹង I will answer the phone យើងមាន subject យើងមាន will ហើយយើងមានកិរិយាសព្ទដែលអត់បន្ថែមអ្វីទាំងអស់តោះនេះចាំមានថា I will answer the phone អូខេឧទាហរណ៍និយាយថាចាំពេលឈរទៅដល់ផ្ទះវិញ call មកឈរនឹងលើកអញ្ចឹង I will answer the phone ចាញ់យល់ទេណាសម្រាប់ simple future លក្ខខណ្ឌទី2 near future នេះមានន័យថាអនាគតនឹងវាជិតមកដល់សកម្មភាពហ្នឹងគឺយើងគ្រោងទុកមានថាយើងត្រូវធ្វើអីមួយអញ្ចឹងណាអញ្ចឹងវាគឺប្រើជាមួយនឹង be going to អញ្ចឹង be នេះសំដៅទៅលើអីគេ am is ហ្នឹងហើយ am is ហើយនឹង am អញ្ចឹង subject បូកមួយ be គឺ am is are going to ហើយបូកជាមួយនឹង verb 1 verb base form ដូចគ្នាដែរអញ្ចឹងឧទាហរណ៍ I'm going to buy a new phone next month មានន័យថាម៉េចខ្ញុំពាក្យ going to នេះគឺយើងបកប្រែថានឹងខ្ញុំនឹងទិញទូរស័ព្ទថ្មីនៅខែបន្ទាប់អញ្ចឹងមានន័យថា future នេះវាគឺនិយាយរៀបរាប់អំពី when you have already made a plan or decision before speaking មានន័យថានៅពេលដែលយើងបង្កើតគម្រោងមានគម្រោងក្នុងការធ្វើអីមួយអាហ្នឹងយើងប្រើ be going to បងណាយល់ទេឥឡូវមានន័យថាយើងសម្រាប់ចិត្តធ្វើភ្លាមស្ថានភាពនឹងជំរុញឲ្យយើងសម្រេចចិត្តថាយើងនឹងធ្វើអីមួយតទៅពេល be going to វាគឺជាគម្រោងដែលយើងត្រូវធ្វើយើងមានគម្រោងត្រឹមត្រូវអត់មានការបង្ខំបង្ខំអីទេយល់អត់យល់ទេអសាអត់យល់អូខេអញ្ចឹងទី3 future continuous សម្រាប់ future continuous មានន័យថាម៉េចfuture continuous មានន័យថាម៉េចកំពុងបន្តទៅពេល future អនាគតកំពុងបន្តមកយល់អត់អត់យល់ទេយល់ទេយល់ថាម៉េចឥឡូវតាំងពីអនាគតតែឥឡូវទៅធ្វើចឹងអូខេឆ្ងាយណាអូខេឥឡូវចេះតម្រងរបស់វាយើងមាន subject យើងមានបូក will ប៉ុន្តែយើងមានបូក be នេះ
B នេះមិន M is I ណា B នេះគឺ B នឹងមកគឺពាក្យ B នឹងមកតើទេបន្តមកបូកជាមួយនឹង verb អីគេ Yeah verb ing ចឹងជាឧទាហរណ៍ at this time next week we will be studying English again សូមមានន័យថានៅសប្តាហ៍ក្រោយនៅម៉ោងនេះគេថាសប្តាហ៍ក្រោយនៅម៉ោងនេះពួកយើងនឹងកំពុងរៀនភាសាអង់គ្លេសម្ដងទៀតអញ្ចឹងសកម្មភាពរបស់វាគឺគេប្រើដើម្បីបង្ហាញអំពីអ្វីដែលកំពុងតែកើតឡើងនៅពេលវេលាជាក់លាក់ណាមួយនៅក្នុងអតីតកាលនៅក្នុងអនាគតយល់ទេមានថាយើងដឹងថាអាទិត្យក្រោយម៉ោងហ្នឹងយើងនឹងកំពុងធ្វើអីតោះណាអាហ្នឹងវាក៏ជាអនាគតដែរប៉ុន្តែគេហៅថាអនាគតកំពុងបន្តពីព្រោះវាបញ្ជាក់អំពីសកម្មភាពដែលនឹងកំពុងតែកើតឡើងនៅពេលវេលាជាក់លាក់ណាមួយនៅក្នុងអនាគតយល់ឆ្ងាយអត់អញ្ចឹងមានន័យថាអានេះ at this time next week ម៉ោងនេះសប្តាហ៍ក្រោយកើតឡើងនៅប៉ុន្តែវានឹងកើតឡើងវានឹងកំពុងកើតឡើងនៅសប្តាហ៍ក្រោយពេលសប្តាហ៍ក្រោយមិនដឹងវានឹងអញ្ចឹងយើងប្រើ future continuous យល់អត់ចូលទី4 future perfect អនាគតឥតខ្ចោះវាឥតខ្ចោះយ៉ាងម៉េចឥឡូវវាឥតខ្ចោះដោយសារតែ you say របស់វាគឺ to show that an action will be finished before a specific point or time in the future used by or by យកស្ងោឡើយអញ្ចឹងដើម្បីបង្ហាញពីសកម្មភាពណាមួយដែលវានឹងបញ្ចប់ដែលវានឹងធ្វើហើយមុនពេលដែលពេលវេលាឬក៏អនាគតនឹងមកដល់អញ្ចឹងតម្រងរបស់វាមាន subject បូកជាមួយនឹងពាក្យ will ប៉ុន្តែបូកអីគេថ្មីនេះ have ហើយបូកជាមួយនឹង verb 3ហើយនេះមកបូកជាមួយនឹង verb 3បូកមួយ have ដោយសារតែសកម្មភាពហ្នឹងដល់ម៉ោងហ្នឹងវានឹងបញ្ចប់ដល់ម៉ោងហ្នឹងគឺវាធ្វើហើយអញ្ចឹងជាទូទៅគឺពាក្យដែលគេប្រើនៅពីមុខប្រយោគ future perfect ហ្នឹងគឺគេប្រើពាក្យ by ឬក៏ by the time អញ្ចឹងជាឧទាហរណ៍ by 10 pm នៅម៉ោង10យប់ the kids will have fallen asleep មានន័យថាម៉េចនៅម៉ោង10យប់ក្មេងៗនឹងគេងលក់អស់គាត់នេះអញ្ចឹងមានន័យថាសកម្មភាពដែលគាត់គេងលក់ហ្នឹងគឺពួកគាត់នឹងធ្វើរួចរាល់ពួកគាត់នឹងគេងលក់នៅម៉ោងម៉ានម៉ោង10យ៉ាម៉ោង10មានថាសកម្មភាពនេះគឺកើតឡើងហ្មងកើតឡើងរួចស្រេចហ្មងវាមិនមែនកំពុងកើតឡើងទេប៉ុន្តែវាកើតឡើងរួចហើយប៉ុន្តែនៅពេលវេលាជាក់លាក់ណាមួយនៅក្នុងអនាគតកាលយល់ឆ្ងាយអត់យល់នេះ by next year នៅអីគេដោយអីនៅឆ្នាំក្រោយនាងនឹងបញ្ចប់ផ្នែកសាកលវិទ្យាល័យនាងនឹងបញ្ចប់ការសិក្សាសាកលវិទ្យាល័យតែបញ្ញត្តិអញ្ចឹងមានន័យថា by next year she will have graduated from university អញ្ចឹងសកម្មភាពដែលគាត់រៀន graduate ដែលគាត់បញ្ចប់នៅបញ្ចប់ហើយប៉ុន្តែបញ្ចប់នៅពេលនេះឆ្នាំក្រោយនៅឆ្នាំក្រោយអញ្ចឹងវាគឺជាអនាគតដែរប៉ុន្តែវាជាអនាគតបែបលក្ខណៈ perfect ឥតខ្ចោះហើយដែលបានខ្ចោះដោយសារតែដល់ពេលវេលាថ្ងៃហ្នឹងម៉ោងហ្នឹងដែលគេដាក់គឺវានឹងបញ្ចប់គឺវានឹងធ្វើរួចរាល់តែសុទ្ធតែកើតឡើងនៅប៉ុន្តែកើតឡើងនៅពេលណាគឺកើតឡើងនៅពេលវេលាណាមួយដែលគេបានដាក់ជាក់លាក់ហើយតោះនេះយល់អូខេបាយបាយ